Để bảo bố chúng con ta hai ban chỉ trấy luôn ở trong tật ai sạch kla sạch cái bay sạch đầm rấy luôn ở lưỡi cổ person bà dân vô trấy vô mà đã lưỡi cổ ở đây có vô sạch kla ở từ trong tật ta vì ai luôn bạn Purpun ở trong bài đi sai rồi bảo vía cứ sạch ở nắng trời ban bằng cát lá ở trong ti tăng rồi bảo vía trấy cứ trời ở trong tật sạch kla sạch cổ của bay từ lưỡi cổ chẳng person mà độ phụ vía tranh pi và phúc đại chỉ vậtរបស់ពួកវានឹងស្លាប់យ៉ាងណាមិញដូចគ្នាបងប្អូនយើងចេញមកពីប្រភពព្រះប្រសិនបើយើងដកចេញពីប្រភពព្រះអង្គយើងនឹងស្លាប់អញ្ចឹងប្រភពដែលព្រះអង្គផ្ដល់ឲ្យយើងរស់នៅក្នុងបរិយាកាសនៅលើផែនដីនេះព្រះអង្គប្រទានយើងនៅខ្យល់អុកស៊ីហ្សែនព្រះអង្គប្រទានយើងនៅទឹកភ្លៀងព្រះអង្គប្រទានយើងនៅពន្លឺព្រះអាទិត្យព្រះអង្គប្រទានយើងនៅសីតុណ្ហភាពនៅកម្ដៅនៅភាពត្រជាក់គ្រប់បែបយ៉ាងព្រះដែលយើងជឿគឺជាព្រះនៃការបង្កើតព្រះអង្គបង្កើតសម្រាប់គេហៅថាសត្វលោកមានដូចភាសាដែលសាសនាគេហៅសត្វលោកយើងជាមនុស្សហើយព្រះអង្គបង្កើតសត្វមកដើម្បីជាលំអលើផែនដីនេះអញ្ចឹងយើងទាំងអស់គ្នាគឺជាស្នាដៃរបស់ព្រះអង្គដែលព្រះអង្គបង្កើតមកមានគោលបំណងច្បាស់លាស់បើប៉ុន្តែឆ្ងល់ទៅហើយបានជាមិនមានមនុស្សនៅក្នុងភពផ្សេងៗជាច្រើនទៀតពីព្រោះនៅលើភពផ្សេងៗទាំងអស់ហ្នឹងគឺជាភពមួយដែលជាផ្នែកមួយនៃការបង្កើតព្រះអង្គនៅក្នុងលំហអាកាសទាំងមូលប៉ុន្តែព្រះអង្គមានផែនការតែនៅលើផែនដីដែលជាភពមួយដែលព្រះអង្គបង្កើតមកព្រះអង្គច្នៃមកព្រះអង្គដាក់អ្វីគ្រប់បែបយ៉ាងឲ្យជាអ្វីមួយដែលបំពេញតម្រូវការរបស់មនុស្សអញ្ចឹងនៅក្នុងកន្លែងនេះគឺខ្ញុំចង់និយាយអំពីយើងទាំងអស់គ្នាមនុស្សជឿព្រះអង្គឬមិនជឿក៏ដោយត្រូវទទួលស្គាល់ថាមានព្រះដែលបង្កើតខ្លួនព្រះនឹងឯងគឺជាព្រះដែលជាព្រះអធិការនៅក្នុងកាពីបាននិយាយព្រះអង្គជាព្រះដែលបង្កើតអ្វីទាំងអស់បើសិនបើយើងក៏លេខមើលនៅក្នុងលោកុបាតចំពុក1ខ1បានមានបន្ទូលយ៉ាងដូចថាការដើមដំបូងមកព្រះបានបង្កើតផ្ទៃមេឃនិងផែនដីប្រសិនបើយើងក៏លេខមើលនៅក្នុងខបន្ទាប់ទៀតនៅក្នុងចំពុកទី2ទី1ទី2ព្រះអង្គមានបន្ទូលថាព្រះអង្គចូលយើងបង្កើតមនុស្សឲ្យមានភាពដូចជាយើងហើយមានអំណាចលើត្រីសមុទ្រគ្រប់បែបយ៉ាងអញ្ចឹងព្រះអង្គបង្កើតយើងមកនៅក្នុងគោលបំណងជាក់លាក់គឺយើងត្រូវស្វែងរកព្រះអង្គទៅត្រឡប់ទៅកាន់ព្រះជាម្ចាស់ហើយដឹងគុណនៅក្នុងការបង្កើតរបស់ព្រះអង្គអញ្ចឹងតាំងកន្លែងណាដែលបញ្ជាក់ថាយើងចេញមកពីព្រះអង្គយើងក៏លេចមើលអំពីជីវិតមនុស្សនៅលើផែនដីនេះព្រះអង្គប្រទានឲ្យមានគ្រួសារបង្កើតតគ្នាហើយគ្រួសារហ្នឹងកើតមកពីគ្រួសារតគ្នារហូតដល់សម័យអាដាមអេវ៉ានេះជាអ្វីដែលយើងត្រូវទទួលស្គាល់នៅការពិតនេះទោះបីជាមានមនុស្សជាច្រើនដែលមិនបានទទួលជឿព្រះអង្គក៏ដោយចឹងនៅក្នុងខកពីទាំងអស់នៅក្នុងលោកុបាតនេះគឺជាខកពីមួយដែលជួយចង់រំលឹករឿងអំពីការបង្កើតរបស់ព្រះអង្គហើយជាការរំលឹកអំពីយើងចេញមកពីណាចេញមកពីព្រះជាម្ចាស់ព្រះអង្គដាក់យើងនៅក្នុងគោលបំណងនៃជីវិតរបស់យើងសម្រាប់ព្រះអង្គសម្រាប់សរសើររំកងព្រះអង្គសម្រាប់រស់នៅព្រះអង្គចឹងយើងត្រូវដឹងថាខ្យល់អុកស៊ីហ្សែនមកពីព្រះជាម្ចាស់ខ្យល់ដង្ហើមមកពីព្រះអង្គអាកាសធាតុមកពីព្រះអង្គកម្ដៅព្រះអាទិត្យមកពីព្រះអង្គអ្វីៗគ្រប់យ៉ាងដែលយើងទទួលបានមានទាំងរុក្ខជាតិដែលយើងទទួលផលមានទាំងអ្វីៗគ្រប់បែបយ៉ាងដែលយើងទទួលចេញពីការបង្កើតរបស់ព្រះអង្គគឺជាស្នាព្រះអង្គស្នារបស់ព្រះអង្គហើយក៏ជាអ្វីដែលព្រះអង្គត្រៀមសម្រាប់មនុស្សលោក